រៀនពេទ្យឆ្នាំដំបូងចឹងតើខ្ញុំត្រូវចំណាយលុយទិញសម្ភារៈអីគេខ្លះហើយចឹងថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នារបស់3យ៉ាងដែលជាតម្រូវការរបស់អ្នករៀនពេទ្យឆ្នាំដំបូងសួស្តីអ្នកទាំងអស់គ្នាខ្ញុំស៊ូមេងជានិស្សិតឆ្នាំទី3ផ្នែកវិទ្យាសាស្ត្រចឹងកាលពីឆ្នាំទី1មានម៉ោងទេពេរៀនដេមករបួសអីចឹងអីដែលត្រូវទិញគឺសម្ភារៈរៀនដេនឹងការខ្ញុំទិញគឺអស់$15ដែលមានឈុតដេនេះហើយនឹងជាប់នេះមួយទៀតចុចឆ្នាំទី2គឺមានម៉ោងទេពេ simulation ឡើងសោនិង cardiovascular ដែលត្រូវសាបសម្លេងបេះដូងនិងសួនចឹងរបស់ដែលខ្វះអត់បានគឺ stethoscope នឹងហើយតម្លៃរបស់វាមានតាម brand ចាំពី25រៀលទៅ100ជាងឯហ្នឹងហើយរបស់ទី3ជារបស់ដែលសំខាន់ជាងគេមិនថាពេទ្យផ្នែកអីក៏ត្រូវតែមានដែរគឺឯកសណ្ឋានពេទ្យដែលឆ្នាំទី1ទី2គឺគេមានវគ្គតម្រង់ទិសដែលតម្រូវឲ្យពាក់អាវ blue នឹងហើយតម្លៃរបស់វាក៏តាមសេចក្ដីដែរចាប់ពី10ទៅ40រៀលអីចឹងហើយចំពោះម៉ូតដែលខ្ញុំពាក់ហ្នឹងគឺបានមកពីខាង Medical Fashion Shop ដែលហាងបង្កើតបានរយៈពេលជិត10ឆ្នាំហើយជាហាងលក់ឯកសណ្ឋានពេទ្យដំបូងគេដែលបង្កើតឡើងដោយស្ត្រីខ្មែរតាំងពីឆ្នាំ2017ហើយក្រោយមកក៏មានហាងលក់ឯកសណ្ឋានពេទ្យដែលមានឈ្មោះ Medical ច្រើនដែរដែលធ្វើឲ្យអតិថិជនងាយច្រឡំមែនទែនចឹងដើម្បីជៀសវាងការច្រឡំបងប្អូនទាំងអស់គ្នាអាចមើលឈ្មោះហាងពេញឲ្យបានច្បាស់គឺ Medical Fashion Shop មើលស្លាក logo នៅកអាវមើលថងហាងដែលមានរូបរាងបែបនេះហើយនឹងមើលទីតាំងដែលបច្ចុប្បន្នគឺយើងមានតែ3សាខាទេហើយដែលពិសេសទោះបីឈ្មោះស្រដៀងគ្នាតែគុណភាពសាច់ក្រណាត់គឺអត់ដូចគ្នាអញ្ចឹងបើបងប្អូនទាំងអស់គ្នាចង់បានឯកសណ្ឋានពេទ្យដែលមានគុណភាពខ្ពស់សាច់ក្រណាត់ច្រើនប្រភេទហើយត្រូវបានជឿជាក់ដោយមន្ទីរពេទ្យធំៗអាចមកមើលនៅហាង Medical Fashion Shop ទាំង3សាខានេះបាន